តបងប្អូនអ្នកគ្នាមកឆ្លើយតបសំណួរមុនតិចកុំឲ្យដាច់ភាគចាអញ្ចឹងមុនហ្នឹងខ្ញុំធ្វើវីដេអូតបនឹងបងស្រីដែលគាត់សួរថាមុនចាក់វ៉ាក់សាំងមហារីកមកស្បូននិងសេមុនយើងគួរតែពិនិត្យមើលមកស្បូនមុនអត់ចាអញ្ចឹងគួរតែពិនិត្យមើលបើសិនជាបងប្អូនអ្នកគ្នាមានដៃគូហើយឆ្លងកាត់ការរួមពេលហើយចាហើយគួរតែពិនិត្យមើលរហូតចាទោះបីចាក់វ៉ាក់សាំងគ្រប់ក៏ដោយគួរតែពិនិត្យមើលរៀងរាល់2ទៅ3ឆ្នាំម្ដងបើសិនយើងមានបញ្ហាអីតែបើយើងមានបញ្ហាអីចាអាចមកតាមគ្រូពេទ្យណាត់ចាអូខេអញ្ចឹងមុននឹងពិនិត្យបងប្អូនអ្នកគ្នាត្រូវត្រៀមខ្លួនឯងគេខ្លះចាខ្ញុំមកធ្វើវីដេអូនេះខ្ញុំសំខាន់ជាងគេខ្ញុំឲ្យបងប្អូនអ្នកគ្នាដឹងថាមុននឹងមកពិនិត្យមើលមកស្បូនមើលមហារីកមកស្បូនហ្នឹងណាមិនថាបងប្អូនអ្នកគ្នាទៅពិនិត្យនៅទីណាក៏ដោយចាគឺត្រូវត្រៀមខ្លួនឲ្យដឹងពីចំណុចសំខាន់3ហ្នឹងទី1បងប្អូនអ្នកគ្នាចាមកពិនិត្យត្រូវតមការរួមភេទ2ទៅ3ថ្ងៃសិនចាបន្លទ្ធផលយើងគឺចេញមកច្បាស់តែម្ដងព្រោះវាអត់ច្រឡំជាមួយនឹងទឹកកាមបបប្តីជើងចាហ្នឹងហើយទី2បងប្អូនអ្នកគ្នាគឺត្រូវតែអត់សល់ថ្នាំអីទាំងអស់ចាតិចថាស្អែកទៅពិនិត្យមើលមហារីកមកស្បូនសម្រាប់ថ្ងៃនេះលមាស់សល់ថ្នាំមួយសិនគឺអត់ទេចាហាមសល់ថ្នាំគ្រប់ប្រភេទចាទី3បងប្អូនអ្នកគ្នាចាគឺឲ្យច្បាស់ថាយើងពិតជាអស់រដូវចាបើសិនជាបងប្អូនអ្នកគ្នានៅឈាមរដូវអត់មានយើងអាចផលិតបានទេអញ្ចឹងមករដូវហើយនឹងមកឈាមខុសធម្មតាផ្សេងបើសិនបងប្អូនអ្នកគ្នាមកឈាមខុសធម្មតាធ្លាក់ឈាមខុសធម្មតាអញ្ចឹងវាអត់មានពេលណាសម្រាប់ទេវាធ្លាក់តិចរហូតអាហ្នឹងគឺត្រូវប្រញាប់ទៅឲ្យលឿនទៅមើលមហារីកបស្បូនឲ្យលឿនហ្នឹងគឺគេហៅថាធ្លាក់ឈាមវាខុសពីការមករដូវមករដូវ5ថ្ងៃ3ថ្ងៃមួយអាទិត្យចាសម្រាប់ធ្លាក់ឈាមគឺមកឲ្យមកទៀតចាម្លងពី2ថ្ងៃមកទៀតឬក៏មកជាប់តិចរហូតចាអាហ្នឹងក៏យើងត្រូវតែបញ្ញាប់មកមើលដែរចាអត់ចាំបាច់ថាបាត់ធ្លាក់ឈាមនឹងបើយើងមកមើលទេយើងត្រូវតែមកមើលនៅពេលធ្លាក់ឈាមនឹងអញ្ចឹងខ្ញុំសូមបញ្ជាក់បែងចែកច្បាស់នៅក្នុងចំណុចទី3បងប្អូនអរគ្នាចាកុំគិតថាអូអ្នកគូខ្ញុំពងតែធ្លាក់ឈាមខ្ញុំអត់ហ៊ានមកមើលទេចាអូខេមកមើលបានចាឲ្យបងប្អូនអរគ្នាបែងចែកពីការធ្លាក់ឈាមហើយនឹងឈាមរដូវផ្សេងការធ្លាក់ឈាមផ្សេងបើកំពុងតែមករដូវមិនបាច់មកមើលទេចាំមករដូវអស់ស្អាតល្អចាំយើងមកមើលមហារីកស្បូនតែបើសិនជាយើងកំពុងតែមានការធ្លាក់ឈាមខុសធម្មតាគួរតែមកពិនិត្យចាអរគុណបងប្អូនអរគ្នាសង្ឃឹមថាបងប្អូនអរគ្នាយល់ហើយអាចជួយបងប្អូនអរគ្នាបានចាពីជុំវិញការថែទាំសុខភាពមកស្បូនទាំងអស់គ្នាចា